តាមក្រសួងការពារជាតិកម្ពុជាទ័ពអាកាសថៃនៅថ្ងៃទី24ខែធ្នូឆ្នាំ2025បានបញ្ចេញយន្តហោះចម្បាំង T-50 ផលិតនៅកូរ៉េខាងត្បូងដើម្បីវាយប្រហារតាមអាកាសចំនួន2លើកយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយបានទម្លាក់គ្រាប់បែកសរុបចំនួន8គ្រាប់ជាប់គ្នានៅក្នុងខេត្តបាត់ដំបងនិងខេត្តសៀមរាបចម្ងាយប្រមាណជា100គីឡូម៉ែត្រពីព្រំដែនការវាយប្រហារលើកដំបូងបានកើតឡើងនៅម៉ោង10ព្រឹកដោយយន្តហោះ T-50 បានទម្លាក់គ្រាប់បែកចំនួន4គ្រាប់ទៅលើតំបន់ជនស៊ីវិលរស់នៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងប្រហែល1ម៉ោងក្រោយមកគឺនៅម៉ោង11ព្រឹកថ្ងៃដដែលយន្តហោះប្រភេទដូចគ្នាបានវាយប្រហារលើកទី2ដោយបានទម្លាក់គ្រាប់បែកចំនួន4គ្រាប់ទៀតនៅក្នុងស្រុកស្រីស្នំខេត្តសៀមរាបបន្ថែមពីលើនោះនៅម៉ោង12ថ្ងៃត្រង់យោធាថៃប្រើយន្តហោះ T-50 ទម្លាក់គ្រាប់បែកចង្កោមនៅឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យ T-50 គឺជាយន្តហោះល្បឿនលឿនជាងសំឡេងផលិតដោយប្រទេសកូរ៉េខាងត្បូង T-50 អាចហោះហើរក្នុងល្បឿនលឿនជាងសំឡេងប្រហែលជា1800គីឡូម៉ែត្រក្នុង1ម៉ោងហើយត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដាទំនើបប្រព័ន្ធកំណត់គោលដៅអាចផ្ទុកគ្រាប់បែកនាំផ្លូវនិងអាចវាយប្រហារពីអាកាសទៅអាកាសនិងពីអាកាសទៅដីយន្តហោះនេះដើមឡើយត្រូវបានរចនាឡើងជាយន្តហោះសម្រាប់ហ្វឹកហាត់ទំនើបក៏ប៉ុន្តែយោធាថៃបានប្រើសម្រាប់ការវាយប្រហារនៅក្នុងដែនដីកម្ពុជាក្រសួងការពារជាតិកម្ពុជានិយាយថាសកម្មភាពខាងលើនេះគឺជាការវាយប្រហារដ៏កម្រោលដោយមិនរើសគោលដៅនិងជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិនៅចំពោះមុខនៃការវាយប្រហារនេះកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានសភាពការយ៉ាងដិតដល់និងឈរជើងរឹងមាំនេះបើយោងទៅតាមក្រសួងការពារជាតិការបញ្ចេញយន្តហោះ T-50 របស់កូរ៉េខាងត្បូងដោយយោធាថៃនៅពេលនេះគឺជាយន្តហោះចម្បាំងប្រភេទទី3ហើយដែលថៃបានប្រើវាយប្រហារកម្ពុជាបន្ថែមពីលើយន្តហោះចម្បាំង F-16 និងយន្តហោះប្រយុទ្ធធុនស្រាល AT-6 របស់សហថ្ងៃនេះយើងមកដឹងអំពីយន្តហោះចម្បាំង T-50 ដែលកងទ័ពអាកាសថៃបានប្រើប្រាស់យ៉ាងខុសក្លឿនមកទម្លាក់គ្រាប់បែកចំនួន4គ្រាប់នៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងនៅក្នុងប្រទេសកម្ពុជាយើង T-50 គឺជាយន្តហោះចម្បាំងដែលគេផលិតមកជាមួយនឹងជំនាញប្រយុទ្ធធុនស្រាលពហុមុខងារនិងត្រូវបានគេប្រើប្រាស់យ៉ាងសកម្មសម្រាប់ធ្វើការហ្វឹកហាត់ដល់ pilot មុនពេលឈានដល់ការហោះហើរជាមួយនឹងយន្តហោះចម្បាំង F-16 T-50 នេះអាចហោះក្នុងល្បឿនអតិបរមា1440គីឡូម៉ែត្រក្នុង1ម៉ោងនិងរយៈកម្ពស់14គីឡូម៉ែត្រពីផ្ទៃផែនដីហើយចំពោះការចាក់សាំងមួយពេញវាមានចំណុះ2655លីត្រអាចហោះបានចម្ងាយ1851គីឡូម៉ែត្រ